ការចែងរវាងម៉ូតូនិងម៉ូតូកត្រូវដឹងច្បាស់ថានៅខាងមុខគ្មានឧបសគ្គហើយអាចបើកបរចូលទៅក្នុងចរន្តចរាចរណ៍ប្រក្រតីវិញបាននៅពេលចែងរួចដោយមិនរំខានដល់ការធ្វើចរាចរណ៍របស់អ្នកដទៃឡើយខគ្មានអ្នកបើកបរយានជំនិះណាមួយដែលនៅពីក្រោយខ្លួនចាប់ផ្ដើមសុំចែងខ្លួនកគ្មានឲ្យសញ្ញាសុំចែងផ្សេងទៀតពីអ្នកបើកបរយានជំនិះខាងមុខខ្លួនខត្រូវដឹងច្បាស់ថាល្បឿនសមាមាត្ររវាងយានទាំងពីរអាចឲ្យចែងក្នុងរយៈពេលខ្លីបំផុតគឺត្រូវបង្កើនល្បឿនលើស20គីឡូម៉ែត្រក្នុង1ម៉ោងពីយានខាងមុខងត្រូវឲ្យភ្លើងសញ្ញាប្ដូរទិសខាងឆ្វេងបើចាំបាច់ត្រូវប្រើស៊ីផ្លេពេលថ្ងៃឬភ្លើងហ្វាកូតពេលយប់ចត្រូវដឹងច្បាស់ថាអ្នកបើកបរយានជំនិះខាងក្រោយនិងខាងមុខបានដឹងអំពីការសុំចែងរបស់ខ្លួនម៉ូតូខាងមុខនៅពេលដឹងថាម៉ូតូខាងក្រោយសុំចែងត្រូវពិនិត្យចំណែកផ្លូវខាងមុខខ្លួនបើគ្មានឧបសគ្គទេត្រូវឲ្យសញ្ញាប្ដូរទិសខាងស្ដាំនិងបន្ថយល្បឿនអែបទៅស្ដាំដើម្បីប្រាប់ដំណឹងថាអាចចែងបាននៅពេលចែងត្រូវបង្កើនល្បឿននិងទុកចន្លោះឃ្លាតពីយានមួយទៀតយ៉ាងតិច1ម៉ែត្រនៅពេលដែលចែងផុតអ្នកបើកបរត្រូវធ្វើសញ្ញាប្ដូរទិសខាងស្ដាំវិញដើម្បីឲ្យដំណឹងថាខ្លួនត្រូវចូលក្នុងចរន្តចរាចរណ៍របស់ខ្លួនវិញ